រឿងភរិយាកំពូលឌឺរបស់បងសាច់រឿងជាដំបូងទូស្រីគាត់មានឈ្មោះថាស៊ីឈៀនតែនៅពេលហ្នឹងទូស្រីរួមនឹងកូនរបស់គាត់2នាក់ទៀតគឺប្រុសមួយស្រីមួយណាបានធ្វើដំណើរមកពីក្រៅប្រទេសដល់តែឥឡូវហ្នឹងគាត់កំពុងតែរកអីជីត្រឡប់ទៅផ្ទះវិញកលេសទៅកលេសមកក៏ឃើញបរិសម្នាក់ណាគាត់ក៏បានមកធួលទូស្រីថាអ្នកនាងទៅណាដែរត្រូវការទៅទេចាំខ្ញុំជូនទៅដល់តែចឹងទៅតានឹងនៅតែហៅតដែលណាដើម្បីឲ្យទូស្រីឡើងមកជិះចឹងទៅព្រោះអីគាត់ឃើញមើលទៅដូចអាណិតណាមានកូនផងអីផងដល់តែ2នាក់ផងដល់អញ្ចឹងបានជាគាត់ចេះតែហៅឲ្យមកជិះជាមួយគាត់ទៅចាំគាត់ជូនទៅណាដល់តែអញ្ចឹងអ្នកទាំង3ក៏បានសម្រេចចិត្តថាបើអញ្ចឹងក៏ល្អម្យ៉ាងដែរក៏នាំកូនទាំង2នាក់នឹងឡើងជិះជាមួយនឹងតានឹងទៅណាហើយនៅពេលដែលកំពុងតែបើកតាមផ្លូវទូស្រីក៏បានប្រាប់តានឹងថាលោកពូបើកឲ្យយឺតបន្តិចទៅបានទេខ្ញុំមានកូនដល់តែ2ណាមិនជិះខ្លួនមួយតែឯងទេតានឹងក៏និយាយថាអូដឹងហើយខ្ញុំដឹងថាបើករបៀបមិនហើយមិនបាននិយាយដែរទេដល់ទៅហើយទូស្រីក៏បាននិយាយណាគាត់និយាយលេងជាមួយនឹងកូនរបស់គាត់ទាំងពីរគាត់និយាយថាយ៉ា5ឆ្នាំហើយលោកតារបស់ឯងគឺជាអ្នកមានណាហើយមិនក៏មិនទទួលយើងអញ្ចឹងកូនដល់ទៅហើយមានន័យណាកូនរបស់គាត់ក៏បាននិយាយឲ្យអ្នកម៉ាក់ឈប់សម័យទៅបានទេវាមិនអាចទៅរួចទេខ្ញុំគ្មានសំបីតាប៉ាផងតើរលោកតាអ្នកមានមកពីណាទៅដល់ទៅហើយទូស្រីថាអូមែនហើយម៉ាក់ចេះតែសម័យទៅណាកូនក៏ដែលលោវាអាចខ្លាចជាការពិតដល់តែនិយាយត្រឹមហ្នឹងទូស្រីក៏បានសម័យនឹកឃើញរឿងរ៉ាវពីអតីតកាលណាហេតុផលដែលគាត់មានកូនអត់ប្តីម្ដងឥឡូវហ្នឹងគឺដោយសារតែអញ្ចេះយប់មួយហ្នឹងទូស្រីយើងគាត់ស្វឹងដល់ទៅហើយគាត់ច្រឡំបន្ទប់មិនដឹងទៅបន្ទប់មួយណាមួយណីទេដើរទៅដើរមកហ្នឹងស្រាប់តែកលេសឃើញអាកតុបមួយហ្នឹងដែលរៀងចំហទ្វារមិនទាន់បិទទេណាចៃដនទូស្រីក៏បានដើរចូលទៅក្នុងហ្នឹងទៅដល់តែដើរចូលទៅក៏មានបរិសសង្ហាម្នាក់កំពុងតែនិយាយទូរស័ព្ទឲ្យបរិសហ្នឹងដូចចង់ត្រូវឆ្នាំគេផងណាដល់តែហើយទូស្រីអានេះស្វឹងផងទៅចាប់ដតអាវបរិសហ្នឹងមើលដល់ទៅហើយឃើញសាច់គេស្អាតផងអីផងនោះដល់អញ្ចឹងមានណាទូស្រីយើងពេលហ្នឹងចាប់តួប្រុសបដ ாய் ទៅព្រោះអីពេលហ្នឹងនាងមិនបានដឹងខ្លួនទេណាស្វឹងផងអីផងចាប់ទៅចាប់មកក៏ទៅជាតួប្រុសអ្នកចាប់ទូស្រីវិញដល់តែពេលហ្នឹងតួស្រីយើងគាត់កលែងឃើញជានៅដៃតួប្រុសណាគាត់ចេះតែសម្លឹងដើម្បីឲ្យចំណាំតែគីឡូថ្ងៃក្រោយគាត់នឹកឃើញពេលដែលគាត់បែកគ្នាទៅគាត់អាចចំណាំបានអីចឹងដល់ទៅហើយតួស្រីយើងក៏បាននិយាយថាពិតជាឆ្កែមែនប្រុសម្នាក់ហ្នឹងខ្លួនឯងជាអ្នកមានប្រពន្ធណាប្រពន្ធណីកាលនោះគ្មានឲ្យលុយយើងសំបីតែ1រៀលកលែងមើលតួប្រុសយើងឯនេះវិញគាត់មានឈ្មោះថាលោកខួរតែគាត់គឺជាអគ្គនាយកក្រុមហ៊ុនដ៏ធំមួយណាអញ្ចឹងហើយគាត់មិនមែនអ្នកក្រទេគឺជាអ្នកមានលំដាប់ប្រទេសហើយថែមទាំងមានរូបរាងសង្ហាទៀតអញ្ចឹងហើយពេលហ្នឹងគាត់កំពុងតែអង្គុយពិនិត្យមើលឯកសាររបស់គាត់ក៏អត់បានទាន់នឹកឃើញរឿងរ៉ាវដែលគាត់នៅជាមួយស្រីម្នាក់កាលនោះទេព្រោះតែឥឡូវអារម្មណ៍គាត់កំពុងតែផ្ដោតទៅលើការងារនៅឡើយអញ្ចឹងហើយគាត់ក៏មិនបានគិតអីវែងឆ្ងាយហើយគណៈពេលហ្នឹងគាត់ក៏កំពុងដែរបើកឡានតាមផ្លូវហើយចំណែកឯទូស្រីចឹងក៏កំពុងតែជិះតាមផ្លូវដូចគ្នាជាមួយនឹងតាជាអ្នកបើកបរនេះដល់ទៅហើយតានឹងអាឡែងតើអត់រើសទូរស័ព្ទមានទេណាក៏បានប៉ះគ្នាជាមួយនឹងឡានរបស់តួប្រុសណាធ្វើឲ្យអ្នកទាំងពីរនេះទាំងទូស្រីនិងតួប្រុសកន្លក់នៅក្នុងឡានរៀងខ្លួនណាដល់អញ្ចឹងទូស្រីក៏បានសួរកូនឯងអីទេឯកូនតួប្រុសគាត់បាននិយាយជាមួយកូនចៅគាត់ណាថាឯងចុះទៅមើលមានណាខាតអីឬក៏អត់ហើយចំណែកកូនទូនស្រីនេះវិញក៏បាននិយាយជាមួយម្ដាយណាថាអត់អីទេម៉ាក់ខ្ញុំអីទេអញ្ចឹងហើយអ្នកកូនចៅតួប្រុសគ្រាន់តែលឺចវាយនិយាយចឹងស្ទុះស្ទាចុះពីលើឡានណាចង់ដឹងថាមានប៉ះពាល់ទៅលើអ្នកណាឬក៏អត់ព្រោះឃើញថាមានក្មេងមានអីផងហ្នឹងដល់ទៅហើយតានេះក៏បានបើកចុះមកមើលណាគេលោថាប៉ះវាគេត្រូវសងគេអីចឹងទៅតួស្រីគាត់ឃើញមើលទៅដូចមិនស្រួលទេណាគាត់ក៏បានចុះមកមើលហើយធ្វើល្បិចជាស្រែកថាអូខ្ញុំឈឺជើងណាដល់ទៅហើយមែនណាកូនចៅតួប្រុសក៏លេចឃើញអញ្ចឹងណាក៏ចេះតែឆ្ងល់ថាគីឡូធ្វើឲ្យមានប៉ះពាល់របួសទៅលើតួស្រីអីចឹងក៏បានសួរថាអ្នកនាងមិនអីទេហេតួស្រីបាននិយាយថាអូខ្ញុំឈឺខ្លាំងណាស់ហើយចុះមិនក៏ទៅជាអញ្ចឹងវិញតើមានរឿងអីកាត់ឡើងចំណែកកូនរបស់តួស្រីគាត់ដឹងថាម្ដាយគាត់កំពុងតែមានល្បិចអីទៀតហើយដល់តែអញ្ចឹងទៅតួស្រីក៏បាននិយាយថាខ្ញុំមិនដឹងទេលោកត្រូវតែទទួលខុសត្រូវព្រោះថាមិនទេខ្ញុំមកឈឺជើងណាមិនមែនតែខ្ញុំទេរួមទាំងកូនខ្ញុំនៅក្នុងនោះទៀតដល់ទៅតួប្រុសនេះគាត់លឺសូរមាត់ចែកចាតក៏បានចុចកញ្ចក់ទ្វារឡានចុះណាដល់ទៅហើយគាត់ក៏កលែកមកឃើញតួស្រីហើយតួស្រីក៏កលែកឃើញតួប្រុសដែរដល់ទៅហើយមានណាតួស្រីយើងគ្រាន់តែកលែកឃើញតួប្រុសទៅជាសម័យណាសម័យឃើញថាតួប្រុសនឹងចុះទៅលើឡានហើយនាងបានសួរគាត់ថាតើតួប្រុសចឹងមានរៀបការហើយឬនៅដល់ទៅហើយតួប្រុសក៏ឆ្លើយថាមិនទាន់រៀបការទេគឺកំពុងតែរងចាំតួស្រីនឹងឯងដល់តែអញ្ចឹងទៅស្រូស្រីចឹងណាកំពុងតែលងស្នេហ៍បាក់ចិត្តទៅលើគេគ្រាន់តែឃើញគេភ្លាមថាគេសង្ហាហើយប៉ុណ្ណឹងអត់ទាន់ចាំទៀតថាតួប្រុសគឺជាបរិសុទ្ធដែលនាងបាននៅជាមួយការប្រយុទ្ធនោះណា
មានអ្នកណាទាំងអស់ហ្នឹងគឺសុទ្ធតែទូស្រីសម័យតែម្នាក់ឯងហ្នឹងតែពិតទូប្រុសគេនៅក្នុងឡានគេណោះគេដឹងអីផងឯងនេះសម័យយកដៃទៅស្ទាបមុខស្ទាបមាត់គេអីអញ្ចឹងទៅណាឃើញបរោះសង្ហាបានណាទូស្រីយើងណាដល់តែហើយទូប្រុសថាឲ្យណែអ្នកនាងចង់ធ្វើស្អីនឹងយកដៃមកស្ទាបមុខស្ទាបមាត់ខ្ញុំហ្នឹងនាងកាប់ស្អីហ្នឹងហានៅសុកបែរជាធ្វើអញ្ចឹងមកសបិនទាំងថ្ងៃមិនចេះទូស្រីក៏បាននិយាយទៀតណាថាណែឡានរបស់លោកមកប៉ះខ្ញុំណាហើយលោកមកសួរខ្ញុំថាខ្ញុំចង់បានស្អីទៀតលោកសួរនឹងអត់គិតទេអីយ៉ាប់មែនតែនហើយដល់ទៅហើយទូប្រុសគាត់ដើរចេញទៅវិញទូស្រីក៏បាននិយាយថាទូស្រីយើងក៏បានត្អូញត្អែប្រាប់ទូប្រុសណាថាពេលហ្នឹងគឺនាងឈឺជើងខ្លាំងដោយសារតែមិញហ្នឹងការប៉ះទង្គិចគ្នាហ្នឹងធ្វើឲ្យទូស្រីយើងគាត់ទៅជាឈឺជើងអញ្ចឹងហើយគាត់ថាមិនកើតទេត្រូវតែឲ្យទូប្រុសហ្នឹងជូនគាត់ទៅមន្ទីរពេទ្យបានព្រោះថាគាត់កំពុងតែឈឺខ្លាំងគាត់ទ្រាំបានទេដល់តែអញ្ចឹងកូនចៅទូប្រុសក៏លេចឃើញអញ្ចឹងក៏បាននិយាយថាអញ្ចឹងអ្នកនាងចង់ឲ្យពួកខ្ញុំយកអ្នកនាងទៅមន្ទីរពេទ្យមែនទេដល់ទៅហើយទូស្រីនិយាយថាមិនអីទេនេះគឺជាកំហុសរបស់ខ្ញុំទេអញ្ចឹងហើយចាត់ទុកថាវារួចគ្នាទៅចោះណាមិនអីទេអញ្ចឹងមិនអីទេកុំឲ្យមានបញ្ហាតទៅទៀតអីខ្ញុំចង់រំខានដល់អ្នកដទៃទេខ្ញុំអាចទៅមន្ទីរពេទ្យដោយខ្លួនឯងបានណាអរគុណលោកច្រើនហើយដែលបានបារម្ភខ្វល់ខ្វាយអញ្ចឹងខ្ញុំលាសិនហើយណាជួបគ្នាពេលក្រោយទៀតបាយបាយលាសិនហើយបន្តមកទៀតទូស្រីក៏បានឡើងមកជិះវិញដល់តែពេលហ្នឹងកូននាងក៏បាននិយាយថាម៉ាក់នោះគឺជាលោកប៉ាមែនទេម៉ាក់អញ្ចឹងទៅទូស្រីក៏និយាយថាមិនមែនទេកូនយល់ច្រឡំហើយមិនមែនលោកប៉ាកូនទេក្មេងស្រីអត់ស្ដាប់ម្ដាយនៅតែស្រែកហៅតាមកញ្ចក់ណាលោកប៉ាទូប្រុសលឺហើយក៏កលែកមើលណាទូស្រីដល់តែកលែកឃើញកូនស្រែកអញ្ចឹងក៏បានខាត់នាងក៏បាននិយាយថាកុំអញ្ចឹងអីកូនគេមិនមែនប៉ារបស់កូនទេថ្ងៃណាមួយយើងនឹងជួបគេចាក់ជាមិនខានក៏មិនតែពេលនេះប្រុសម្នាក់ហ្នឹងមិនមែនជាប៉ារបស់កូនទេដល់ឡែកសម្រាប់តួប្រុសនេះកំពុងតែនិយាយជាមួយនឹងកូនចៅណាថាច្បាយខ្ញុំមើលទៅនាងម្នាក់ហ្នឹងដូចជាមិនបានឈឺជើងអីផងតែហេតុអីបានជានាងខ្សែតែឈឺជើងអញ្ចឹងទៅវិញណាច្បាយដូចជាមិនយល់សោះមើលទៅនាងដូចជាកុហកពួកយើងហើយដល់អញ្ចឹងទូប្រុសក៏គាត់និយាយថាមិនបាច់ទៅខ្វល់ទេរឿងប៉ុណ្ណឹងជារឿងតូចតាចតែនាងចង់ធ្វើអីធ្វើទៅយើងក៏មិនបានខូចខាតអីដែរទូស្រីយើងនេះក៏ដល់ថ្ងៃចូលធ្វើការឯណោះដើម្បីទៅរកលុយមកចិញ្ចឹមកូនដល់អញ្ចឹងគាត់ក៏បានរៀបចំសម្លៀកបំពាក់ឲ្យកូនស្លៀកពាក់ត្រឹមត្រូវមានពាក់កតាពាក់អីចឹងជូនកូនទៅរៀនណាហើយក៏បាននិយាយប្រាប់កូនថាថ្ងៃនេះគឺជាថ្ងៃម៉ាក់ទៅធ្វើការដំបូងអញ្ចឹងថាកូនទាំងអស់គ្នាត្រូវតែគ្រប់គ្រងម៉ាក់ផងណាឲ្យទឹកចិត្តម៉ាក់ឬហើយនៅដល់ទៅហើយកូនគេក៏បាននិយាយថាពិតប្រាកដណាអ្នកម៉ាក់ប្រកាសជាអាចធ្វើបានស៊ូគេប្រាប់ម៉ាក់គេអញ្ចឹងណាទូស្រីយើងអាណែក៏បានរត់ទៅហេបទៅហប់មកដល់ក្រុមហ៊ុនចៃដន្យពេលហ្នឹងទូប្រុសនិងកូនចៅកំពុងតែជិះចរាយន្តឡើងទៅលើហើយនាងអត់ដឹងក៏បានចូលមកក្នុងចរាយន្តហ្នឹងជាមួយនឹងទូប្រុសរួមនឹងកូនចៅដែរមានអ្នកណាកូនចៅទូប្រុសគ្រាន់តែកន្លែងឃើញទូស្រីអ្នកនាងដូចជាប្រហែលមកដូចជាប្រហែលនៅកន្លែងណាទូស្រីយើងគ្រាន់តែកូនចៅទូប្រុសនិយាយអញ្ចឹងខំយកដៃបាំងមុខផងអីផងណានឹកឃើញអារឿងជីប៉ះគ្នាថ្ងៃមុនណាកូនចៅទូប្រុសក៏បានចូលមុខទូស្រីផងនិយាយប្រាប់ចវាយនេះណាថាចវាយនាងម្នាក់ហ្នឹងហើយគឺកាលពី2ថ្ងៃមុនដែលបានជីប៉ះឡានយើងណាហើយសុកស្រាប់តែរត់គេចខ្លួនទៅយ៉ាងលឿនណាចវាយគាត់ខំរៀបរាប់ប្រាប់ទូប្រុសណាដល់តែទូស្រីយើងគាត់កលែកមកមើលទូប្រុសគាត់ក៏បាននិយាយថាអូតាមពិតប្រុសសង្ហាម្នាក់ហ្នឹងគឺជាលោកហួរដែលជាអគ្គនាយកក្នុងក្រុមហ៊ុនហ្នឹងសោះពិធអើយទៅសុកមកធ្វើការឲ្យគេយើងខ្លាចជាកូនចៅគេហើយគេគឺជាចវាយយើងទៅទៀតនេះវិវត្តធំហើយធ្វើយ៉ាងម៉េចទៅមិនចង់នៅជាមួយផងឥឡូវបែរចំខ្លាចជាកូនចៅហិនចវាយនេះកិច្ចតាណាទៅយើងទូស្រីគាត់គិតផងអីផងអញ្ចឹងណាគាត់មិនចង់ជួបទូប្រុសដោយសារតែបញ្ហាថ្ងៃមុនប៉ះគ្នាម្ដងដល់ទៅហើយវាធ្វើឲ្យទូស្រីយើងគាត់អត់ចង់ជួបទូប្រុសទៀតដល់អញ្ចឹងទូប្រុសគាត់ឃើញទូស្រីមើលទៅដូចធំកិច្ចមកគាត់ក៏បានថាឲ្យចុះនាងកាត់ស្អីថ្ងៃនោះបានជាប៉ះឡានខ្ញុំហើយមិននៅដោះស្រាយបែរជាប្រើល្បិចហើយរត់ទៅបាត់ភ្លាមអញ្ចឹងនេះកំពុងតែនិយាយគ្នាសុកស្រាប់តែចៃដន្យអីចដាវយន្តដាច់ភ្លើងកៀងនៅហ្នឹងណាអញ្ចឹងទៅទូស្រីគាត់ភ័យផងអីផងមិនដឹងត្រូវធ្វើម៉េចគាត់ឆោឡោគាត់ចំណែកកូនចៅទូប្រុសព្យាយាមចុចអាចដាវយន្តហ្នឹងចេះច្រើនដងប៉ុន្តែវាអត់ដំណើរការព្រោះតែលើវាកៀងហើយដល់តែអញ្ចឹងទៅទូស្រីយើងគាត់មិនធ្លាប់ជួបអាហេតុការណ៍ហ្នឹងភ័យផងមានណាស្ទុះហក់ឡើងជិះចកេះទូប្រុសយើងហ្មងណាទូប្រុសយើងដល់តែអញ្ចឹងគាត់កៀងហ្មងណាទូស្រីកាលស្អីនៅសុកមកហក់ឡើងជីចកេះគាត់ដេញឲ្យចុះអត់ចុះទៀតចំណែកកូនចៅទូប្រុសក៏បាននិយាយថាណែអ្នកនាងមិនក៏ឡើងជីចវាយខ្ញុំអញ្ចឹងទូប្រុសនិយាយថាខ្ញុំឲ្យពេលនាងពី1ដល់3បើនាងមិនចុះទេខ្ញុំនឹងច្រាននាងទម្លាក់ហើយដល់តែអញ្ចឹងទូស្រីនិយាយថាអត់ទេខ្ញុំខ្លាចទៅជួយខ្ញុំផងទៅមិនក៏លោកចិត្តអាក្រក់ម៉េចខ្ញុំកំពុងតែខ្លាចផងមិនក៏ចង់ច្រានខ្ញុំទម្លាក់ទៅទៀតខ្ញុំកំពុងតែភ័យនេះបើលោកហ៊ានតែទម្លាក់ខ្ញុំមិនអត់ឲ្យនៅលោកទេនៅសៀមតែខ្ញុំភ័យណាយល់ទេលោកក៏ចិត្តអាក្រក់ខូខើម្លេះគ្រាន់តែជួយមនុស្សស្រីដែលកំពុងតែខ្លាចមិនបានទេអីមនុស្សអីក៏ចិត្តអាក្រក់យ៉ាងហ្នឹងកំពុងតែនិយាយទៅនិយាយមកអ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាណានៅពេលដែលទូស្រីកំពុងតែនៅលើចង្កេះទូប្រុសណាដល់តែអញ្ចឹងទូប្រុសគាត់ងាកមុខចិនគាត់អត់ចង់មើលមុខទូស្រីយូរគាត់ក៏បានថាយទូស្រីណាណែអ្នកនាងមិនក៏នាងតោងស្អិតខ្លាំងម្លេះនេះជឹងតកែទៅទៀតទូស្រីនិយាយថាចាំបើមនុស្សវាភ័យមិនអាយធ្វើអញ្ចឹងកូនចៅទូប្រុសលើតែអញ្ចឹងសោយផងឲ្យផងណាអ្នកទាំងពីរមើលទៅពេលហ្នឹងដូចជាស្អីទេ
ដល់តែអញ្ចឹងទៅទូផងនិយាយថាណែខ្ញុំសួរនាងតាមត្រង់ទៅរាល់ថ្ងៃនឹងញ៉ាំស្អីខ្លះហ่าបានជាធ្ងន់ម្លេះមើលតែរៀងស្គមឲ្យក៏ប្រឹងសោះហើយមិនបានជាធ្ងន់ម្លេះពេលនៅលើខ្ញុំនេះដល់តែអញ្ចឹងទូស្រីក៏បាននិយាយថាធ្ងន់ស្អីលោកទង្ងន់ខ្ញុំប៉ុណ្ណឹងដូចតែគេដូចតែឯងហ្នឹងគ្រាន់តែប៉ុណ្ណឹងធ្ងន់លោកទៅធ្វើកាយបានទេគ្រាន់តែត្រូវខ្ញុំប៉ុណ្ណឹងស្រែកធ្ងន់នោះទូប្រុសគាត់អស់ចិត្តក៏បានយកដៃទៅចាប់ច្បាច់ចង្កេះទូស្រីឯណាគាត់ចង់ដឹងថាសាច់ទូស្រីវាយ៉ាងម៉េចយ៉ាងម៉េចបានជាធ្ងន់មានឯណាទូស្រីគ្រាន់តែអញ្ចឹងភ្ញាក់លុតចុះពីចង្កេះទូប្រុសវិញណាចំពេលដែលកែងស្បែកជើងទូស្រីចឹងនេះជន់ទៅលើជើងទូប្រុសធ្វើឲ្យគាត់ស្រែកចាចហ្មងណាពេលហ្នឹងឈឺណាអាត្រូគេមួយថ្ងៃហើយដល់ពេលចុះមកវិញជន់ជើងគេទៀតដល់តែអញ្ចឹងទូស្រីគាត់ភ័យផងហើយផងក៏បាននិយាយថាសុំទោសផងលោកគ្រូខ្ញុំគ្មានចេតនាទេកុំប្រកែប្រកាន់ខ្ញុំអីណាអញ្ចឹងហើយទូប្រុសគាត់និយាយថាណែអ្នកនាងធ្វើខុសច្រើនអង្គចំពោះខ្ញុំហើយណាចាំមើលណាខ្ញុំនឹងសម្រុកមានអាណាទូស្រីយើងគ្រាន់តែចរាយន្តមានភ្លើងវិញរត់ប្រូចចេញពីទូប្រុសទេណាហើយកូនចៅទូប្រុសច្បាយអីទេអេបន្តមកទៀតទូស្រីយើងគាត់ក៏បានមកដល់តុការងារគាត់ដល់អញ្ចឹងហើយកូនចៅទូប្រុសក៏បានមកតាមទូស្រីណាហើយបានហៅទូស្រីថាសួស្ដីអ្នកនាងកំពុងតែគិតអីនឹងភ្លឹកដល់ណាហើយដល់អញ្ចឹងទូស្រីក៏លេចឃើញគាត់ក៏បាននិយាយថាណែលោកអត់ចេះមានឲ្យដំណឹងអីទេមកស្កាត់ដឹងខ្ញុំភ័យទេតតែអញ្ចឹងទៅកូនចៅទូក៏បានហុចលិខិតមួយដើម្បីឲ្យទូស្រីយើងគាត់មើលថានេះគឺជាតម្លៃដែលទូស្រីយើងបានប៉ះឡានគាត់ថ្ងៃមុនធ្វើឲ្យខូចខាតគឺវាសរុបដល់ទៅ 88,000 អញ្ចឹងហើយឲ្យទូស្រីជាអ្នកសងលុយនឹងមកគាត់ហើយបើគ្មានលុយទេគាត់នឹងកាត់ប្រាក់ខែទូស្រីយើងជាប្រចាំខែឲ្យបានគ្រប់ចំនួនលុយដែលទូស្រីត្រូវចំណាយទៅលើការប៉ះឡានគាត់ថ្ងៃមុនហ្នឹងទូស្រីយើងគ្រាន់តែឃើញអញ្ចឹងក៏បាននិយាយថាព្រះហើយគាត់ថ្លៃខ្លាំងណាស់ហើយកាត់ប្រាក់ខែខ្ញុំអស់ទៅខ្ញុំបានអីយកទៅចិញ្ចឹមកូនលោកមិនមែនលេងសើចពេកទេអីលោកជ្រុលពេកហើយលោកជាប្រុសឬក៏អត់ទូស្រីកំពុងនិយាយចឹងសុកស្រាប់បច្ច័យដល់នេះស្រីម្នាក់ទៀតក៏បានដើរចូលមកធ្វើឲ្យប៉ះទូស្រីយើងដួលហើយនាងនឹងក៏បានបោះរោបបោះអីចឹងស្រីឲ្យទូស្រីណាណែនាងឯងខ្វាក់ភ្នែកទេនាងឯងមិនដឹងថាយើងជាអ្នកណាទេហ៊ានមកប៉ះយើងនេះដល់តែអញ្ចឹងទៅទូស្រីក៏លេចឃើញមើលនាងហ្នឹងណាចៃដល់នេះនាងហ្នឹងគឺជាអតីតមិត្តភក្តិរបស់ទូស្រីយើងកាលពីមុនណាអ្នកទាំងពីរកាលពីមុនធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នាណែមិនក៏ឯងមកនៅទីនេះបានហ៎យើងមិនចង់ជួបមុខឯងទេមិនក៏ឯងអាចមកនៅទីបានទៅវាមិនអាចទៅរស់ដូចទេយើងមិនចង់ឃើញមុខឯងទេក៏ឯងគ្នាច្រើនឆ្នាំហើយមិនក៏ចៃដល់ណាព្រមលិខិតឲ្យយើងមកជួបឯងម្ដងទៀតនេះដល់តែអញ្ចឹងទៅនាងនឹងក៏បានសួរថាយ៉ាងម៉េចឯងមកធ្វើការទីនេះមែនទេហើយទូស្រីយើងក៏និយាយថានាងជាអ្នកណាបានជាម្ចាស់ដឹងរឿងរបស់ខ្ញុំចង់ខ្ញុំធ្វើការទីណាក៏ស្អែកតែខ្ញុំទូស្រីរងដើរចេញនាងនឹងច្រានទូស្រីចេញណាហើយក៏បាននិយាយថាឯងក៏ចង់រត់ទៅណាមកដោះស្រាយជាមួយយើងភ្លាមអមិញឯងជាអ្នកប៉ះយើងអញ្ចឹងឯងត្រូវសុំទោសយើងភ្លាមណាគ្រាន់តែលើសំឡេងឡូឡាហ្នឹងតួប្រុសក៏បានដើរចូលមកអញ្ចឹងគាត់ចង់ដឹងថាមានរឿងអីដល់ទៅហើយនាងម្នាក់ហ្នឹងគ្រាន់តែឃើញតួប្រុសភ្លាមក៏រត់ទៅអោបដៃតួប្រុសហើយនិយាយថាលោកគ្រូខ្ញុំមិនសុខចិត្តទេគឺស្រីម្នាក់នេះមិនដឹងជាមកពីណាពីណីទេនាងបានដើរបុកខ្ញុំហើយឥឡូវនេះប្រឡាក់អាខ្ញុំហើយខ្ញុំឲ្យនាងសុំទោសប៉ុន្តែនាងមិនព្រមសុំទោសខ្ញុំទេបែបនេះវាមិនត្រូវទេលោកទៅតែរកចិត្តថោឲ្យខ្ញុំមិនសុខចិត្តនោះទេណាបន្ទាប់ពីលឺស្រីម្នាក់ហ្នឹងនិយាយចឹងហើយតួប្រុសគាត់បាននិយាយថាអញ្ចឹងគាត់នឹងដាក់ពិន័យតួស្រីចឹងណាដោយតម្រូវឲ្យតួស្រីចឹងទៅសម្អាតបន្ទប់ទឹករួមទាំងអគារធ្វើការផងដែរពីព្រោះថាតួស្រីចឹងទៅចូលមកធ្វើការថ្ងៃទី1ស្រាប់តែបករឿងហេតុរឿងអីចឹងទៅហើយអញ្ចឹងត្រូវតែដាក់ទោសដើម្បីកុំឲ្យតួស្រីចឹងហ៊ានតវ៉ានៅថ្ងៃក្រោយទៀតតួស្រីគ្រាន់តែលើថាហាសម្អាតបន្ទប់ទឹកហ៎តែអញ្ចឹងតួប្រុសគាត់ខ្មាស់ផងឲ្យផងក៏បានស្ទុះស្ទាទាញខោស្លៀកឡើងលើវិញណាតួស្រីចឹងមានហ៊ានមើលណាបែរមុខចេញហើយតួប្រុសចឹងក៏ខ្មាស់តួស្រីដែរពេលហ្នឹងនៅមិននៅឲ្យទូស្រីមកស្រាតខោយ៉ាងទៅនេះខ្មាស់គេតិចអីដល់ទៅហើយទូស្រីនិយាយថាខ្ញុំមិនបានឃើញស្អីនោះទេលោកកុំបារម្ភអីព្រោះខ្ញុំមិនបានចាប់អារម្មណ៍ទេគ្មានឃើញស្អីទេលោកឯងស្រាតមិនក៏គ្មានឃើញអីដែរទូប្រុសនិយាយថាស្អីនាងហ្នឹងនាងចង់អ្វីពិតប្រាកដហ៎មកស្រាតខោខ្ញុំចឹងហើយនៅឆ្លើយចឹងបានទៀតនាងនេះពិតជាយ៉ាប់មែនទែនតើនាងនឹងធ្វើខុសចំពោះខ្ញុំប្រហែលដងទៀតទៅហ៎ដោយសារតែអ្នកទាំងពីរប្រកែកគ្នាលើក្នុងបន្ទប់ទឹកក៏ធ្វើឲ្យកូនចៅតួប្រុសពីរនាក់បានដើរចូលមកអើតមើលមានអ្នកណានៅទីនឹងឬក៏អត់មិនដូចជាមានលឺមាត់លឺកណាមានអ្នកណានៅទីនេះទេមានរឿងអីមែនទេហើយតែអញ្ចឹងអ្នកទាំងអស់ហ្នឹងកំពុងតែដើរស្ដាប់តាមទ្វារណាគីឡូមានអ្នកណាគេនៅដល់តែអញ្ចឹងតួប្រុសយើងគាត់ប្រាប់តួស្រីថាកុំឲ្យមាត់ប្រយ័ត្នគេចាប់បានថានៅជាមួយគ្នាពីរនាក់គេយល់ច្រឡំថាអ្នកទាំងពីរកំពុងតែធ្វើស្អីទៅដល់តែអញ្ចឹងតួប្រុសគាត់ប្រាប់ឲ្យតួស្រីបិទមាត់កុំឲ្យមាត់ឲ្យសោះបុគ្គលិកតួប្រុសយើងកំពុងតែដើរគូទ្វារណាចង់ដឹងថាមាននរណាគេនៅក្នុងហ្នឹងក្រែលោមានមនុស្សរោគចិត្តមកទៅអីផ្ដេសប៉ះណាគាត់ខ្នងគ្នាស្រែកផងអីផងមាននរណានៅខាងក្នុងដែរទេដល់តែអញ្ចឹងទៅអ្នកទាំងពីរក៏បាននិយាយគ្នាអញ្ចឹងយើងអាចមើលខាងក្រោមទៅចង់ដឹងថាអ្នកណាគេនៅតួស្រីយើងលឺសូត្រអញ្ចឹងស្ទុះហក់ឡើងជីចកេះតួប្រុសណាដល់តែអញ្ចឹងអ្នកទាំងពីរក៏បានអោនមើលខាងក្រោមក៏ឃើញតែស្បែកជើងមួយគូអញ្ចឹងតួប្រុសក៏បាននិយាយថាគឺខ្ញុំគឺលោកហួរលោកហួរលោកកែនយុអត់សុំទោសផងលោកកែនយុខ្ញុំស្មានថាមានអ្នកណាគេមកធ្វើអីនៅហ្នឹងសុំទោសផងតែយើងត្រឡប់ទៅវិញដល់តែអញ្ចឹងអ្នកទាំងពីរក៏ទៅវិញហើយតួប្រុសក៏បានដាក់តួស្រីចុះមកក្រោមវិញណា